ជួបពាក្យបានជាង5ខែពិធីការនីហេងកានីតាត្រៀមសម្រាកូនឆាប់តាមរយៈវីដេអូនិងរូបភាពជាច្រើននេះបង្ហាញឲ្យឃើញថាពិធីការនីរូបស្រស់ហេងកានីកាកំពុងមានផ្ទៃពោះនិងត្រៀមសម្រាកូនក្នុងពេលឆាប់បន្ទាប់ពីភ្ជាប់ពាក្យបានជាង5ខែបន្ទាប់ពីពិធីការនីហេងកានីកាចូលរួមពិធីមង្គលការរបស់បងប្អូនតារាកំប្លែងបងពេឌីកាលពីពេលថ្មីនេះបានធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះនាងមានផ្ទៃពោះជិតគ្រប់ខែហើយក្រោយពីប្រកាសភ្ជាប់ពាក្យបានជាង5ខែថ្មីត្បិតតែកំពុងមានផ្ទៃពោះក៏ពិតមែនប៉ុន្តែហេងកានីកានៅតែមានរូបសម្រស់ស្រស់ស្អាតទាំងមិត្តភ័ក្តិក៏ដូចជាអ្នកគាំទ្របានលន់មាត់សរសើរថានាងស្រស់ស្អាតជាងពេលនៅលីវទៅទៀតដោយមហាជនបានដឹងស្រាប់ហើយថាពិធីការនីហេងកានីកាបានភ្ជាប់ពាក្យកាលពីថ្ងៃទី19ខែកញ្ញាឆ្នាំ2025ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនមកចូលរួមអបអរសាទរចំពោះពិធីមង្គលការរបស់នាងនៅពុំទាន់រៀបចំនៅឡើយនោះទេដោយសារតែនាងចង់ទុកពេលវេលាដើម្បីបំពេញការងារជាមួយចំនួនសិតក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលទាំងនោះគឺនាងបែរជាបង្ហាញវត្តមាននៅពេលដែលខ្លួនកំពុងតែមានផ្ទៃពោះជិតគ្រប់ខែទាំងមិនទាន់បានរៀបចំពិធីមង្គលការតាមគម្រោងដែលខ្លួនបានគ្រោងទុកទោះបីជាយ៉ាងណាទាំងមិត្តសិល្បករនិងក្រៅសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងមានសុខភាពល្អទាំងម្ដាយនិងកូនហេងកានីកាពិតជាមានភាពរីករាយជាមួយកំណើតកូនដំបូងរបស់ខ្លួនណាងសម្បីតែស្វាមីនាងក៏មិនបានឲ្យនាងធ្វើការងារបន្តទៀតដែរនាងបានផ្អាកការងារទាំងស្រុងដើម្បីទុកពេលវេលាថែទាំសុខភាពចាប់តាំងពីមានកូនមកហេងកានីកាកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីទ្វេដង